រដ្ឋបាលទីរ៉ានប្រទេសអ៊ីរ៉ង់បានប្រកាសថាពួកគេបដិញ្ញាសងសឹកសហរដ្ឋអាមេរិករួមទាំងអ៊ីស្រាអែលវិញឲ្យចាស់ដៃគឺខ្លាំងបំផុតតាមដែលអាចធ្វើទៅបានក្រោយប្រទេសទាំងពីរនេះបន្តវាយប្រហារបាញ់សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាបន្តបន្ទាប់រំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនៅថ្ងៃទី18 ខែមីនានេះទីភ្នាក់ងារកាសែតអ៊ីរ៉ង់ FAOS បានដឹងថាមេបញ្ជាការកងទ័ពអ៊ីរ៉ង់លោកអាមើអាតាមីបានគម្រាមថានឹងចាប់ផ្ដើមការសងសឹកយ៉ាងម៉ឺងម៉ាត់ចំពោះការសម្លាប់ប្រធានសន្តិសុខអ៊ីរ៉ង់លោកអាលីឡារីចានីក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីម្សិលមិញប្រពន្ធបន្តថាលោកអាល់មើហាតាមីបានប្រកាសសងសឹកឲ្យអ្នកដែលត្រូវបានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិកដែលបន្តវាយប្រហារបាញ់សម្លាប់មេដឹកនាំអ៊ីរ៉ង់ជាច្រើនរូបប្រពន្ធបន្តថាកងទ័ពបដិវត្តអ៊ីរ៉ង់ហៅកាត់ថា IRGC នឹងរៀបចំផែនការវាយប្រហារតាមអាកាសដោយមីស៊ីលទំនើបដើម្បីវាយចំគោលដៅលើទីតាំងមូលដ្ឋានអ៊ីស្រាអែលនិងអាមេរិកទុកជាការសងសឹកវិញមេបញ្ជាការកងទ័ពអ៊ីរ៉ង់លោកអាល់មើហាតាមីនិយាយថានេះជារឿងដែលគួរឲ្យឈឺចាប់បំផុតដែលអ៊ីស្រាអែលរួមទាំងអាមេរិកបន្តវាយប្រហារបាញ់សម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់គឺលោកអាលីឡារីចានីម្យ៉ាងវិញទៀតលោកថាអ៊ីស្រាអែលនិងអាមេរិកពិតជាឃោរឃៅនិងអាក្រក់បំផុតរំលោភសិទ្ធិមនុស្សអន្តរជាតិបំពានច្បាប់អន្តរជាតិបន្តវាយប្រហារបាញ់សម្លាប់មេដឹកនាំនិងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់យ៉ាងព្រៃផ្សៃ